សួស្តីកូនៗទាំងអស់គ្នាសុខសប្បាយជាទេថ្ងៃនេះជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី19អក្សរចចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកពិនិត្យមើលការសរសេរអក្សរចចឹងតើអក្សរចសេប៉ុន្មានចលនាដែរបាទឥឡូវយើងចូលរួមធ្វើការសរសេរទាំងអស់គ្នាជាមួយលោកគ្រូចលនាទី1ទាញចុះមកក្រោមចលនាទី2ភ្ជុចជើងចលនាទី3ទាញឡើងលើវិញឲ្យស្មើនឹងចលនាទី1ចលនាទី4ដាក់សក់ចលនាទី5វត្តឡើងលើវិញអក្សរចបាទនេះគឺជាអក្សរចមាន5ចលនាបាទបន្ទាប់ពីកូនបានសរសេរអក្សរចជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាយកអក្សរចនេះមកផ្សំជាមួយនឹងស្រៈចអ៊ីជាចអ៊ីជីចអ៊ីជីចអ៊ឺជឺចអ៊ឺជឺចអ៊ុជុចអ៊ូជូចអ៊ូជូចអឺជើចអ៊ឺជឺចអ៊ីជាចអេជេចអែចែចអីជ័យចអូជូចអៅជើចអ៊ុំជុំចអ៊ុំជុំចអ៊ាំជាំចអះជះចអ៊ុជុចអ៊ីជីចអ៊ះជោះបាទបន្ទាប់ពីកូនធ្វើការសំប្រកបជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាមកធ្វើការសំប្រកបជាមួយលោកគ្រូនៅព្យាង្គពាក្យនិងជួញ្ជាក់ជាមួយលោកគ្រូចអ៊ីជីនឹងរជីចអ៊ូជូនឹងរជូចអ៊ូជូនឹងរជូចអ៊ឺជឺចអេជេនឹងរជេចអ៊ាំជាំចអូជូនឹងរជូបាទបន្ទាប់ពីកូនបានធ្វើការសំប្រកបជាមួយព្យាង្គមកឥឡូវធ្វើការសំប្រកបជាមួយនឹងពាក្យចអ៊ីជីតអាតាជីតាចអ៊ុំជុំងអ៊ឺងឺជុំងឺបអូបូចអ៊ីជាបូជាបន្ទាប់ពីកូនបានធ្វើការផ្សំប្រកបពាក្យជាមួយលោកគ្រូមកឥឡូវធ្វើការសំប្រកបល្បះជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមជាមួយលោកគ្រូកអំកំចអ៊ឺជឺកអេគេកំជឿគេតអាតាតអៃតៃដអាំដាំចអ៊ីជីនឹងរជីចអ៊ីជាចអ៊ូជូនឹងរជូតាតៃដាំជីជាជួបាទបន្ទាប់ពីកូនបានធ្វើការសំប្រកបជាងពាក្យនិងល្បះជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាធ្វើការអានជាមួយលោកគ្រូទាំងអស់គ្នាជីជូជួជឿជេជួមជូជីតាជុំងឺបូជាកុំជឿគេតាតៃដាំជីជាជួបាទក្រោយពីកូនបានអានជាមួយលោកគ្រូមកឥឡូវកូនអានដោយខ្លួនឯងឲ្យបានច្រើនសារច្រើនដងដើម្បីឆាប់ចេះឆាប់ចាំបាទ
ហើយបើសិនជាពុកម៉ែបងប្អូនដែលយល់ថាវីដេអូនេះមានសារៈសំខាន់និងមានប្រយោជន៍សម្រាប់កូនរបស់ពុកម៉ែបងប្អូនសូមជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីនិងវីដេអូថ្មីពីខ្ញុំសូមអរគុណ